Ok,សួស្តីទាំងអស់គ្នាចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញកូនលំហាត់តូចញៀបមួយលំហាត់ទី1គឺឲ្យបងអូនសរសេរកូដ Scratch ដើម្បីឲ្យឆ្មាហ្នឹងនិយាយអំពីជំហាននៅក្នុងការទិញភេសជ្ជៈចឹងដើម្បីឲ្យបងអូនអាចសរសេរកូដនៅក្នុងកម្មវិធី Scratch បានគឺបងអូនចូលទៅក្នុងកម្មវិធី Scratch ដូចនេះមកចឹងឥឡូវដោយសារជាទូទៅកម្មវិធី Scratch គឺយើងបង្ហាញមាន sprite រូបឆ្មាមួយស្រាប់ចឹងឥឡូវអ្វីដែលយើងចង់បានគឺយើងចាប់ផ្ដើមបញ្ជាវាដើម្បីបញ្ជាឆ្មានឹងបានគឺយើងចាប់ផ្ដើមដោយប្លុកព្រឹត្តិការណ៍បងយកទៅក្នុងប្លុកព្រឹត្តិការណ៍មកហើយចុចយកពាក្យពេលចុចដងទង់ជាតិអញ្ចឹងមានន័យថាកូដរបស់យើងគឺដំណើរការនៅពេលដែលយើងចុចរូបទង់ជាតិចុចនៅណានេះគឺចុចនៅកន្លែងនេះអូខេអញ្ចឹងនៅពេលដែលយើងចុចរូបទង់ជាតិនឹងទៅគឺឆ្មាហ្នឹងគឺនឹងចាប់ផ្ដើមដំណើរការកូដដែលយើងបានដាក់តែម្ដងបន្តមកទៀតយើងទៅមើលទៅលើលក្ខខណ្ឌនៃកម្មវិធីរបស់យើងគឺគេឲ្យឆ្មាហ្នឹងនិយាយអំពីជំហាននៃការទិញភេសជ្ជៈអញ្ចឹងតើការទិញភេសជ្ជៈហ្នឹងមានជំហានអីខ្លះអញ្ចឹងឆ្មារបស់យើងគឺត្រូវនិយាយពីជំហានហ្នឹងអញ្ចឹងដើម្បីឲ្យឆ្មានិយាយជាអក្សរថាទៅទិញអីខ្លះបានហ្នឹងយើងនៅក្នុងប្លុករូបរាងចឹងនៅក្នុងប្លុករូបរាងយើងចាប់ផ្ដើមអូសនិយាយមួយមកអញ្ចឹងបើយើងចង់ឲ្យវានិយាយថាសួស្ដីគឺយើងមិនបាច់ដូរយើងគ្រាន់តែ click ទៅវានិយាយថាសួស្ដីប៉ុន្តែអ្វីដែលយើងចង់បានគឺចង់ឲ្យឆ្មាហ្នឹងនិយាយថាជំហាននៅក្នុងការទិញភេសជ្ជៈអូខេចឹងយើងដូរពីសួស្ដីដាក់ជំហានក្នុងការទិញភេសជ្ជៈអូខេអញ្ចឹងយើងដូរជាអក្សរបែបហ្នឹងមកអញ្ចឹងជំហាននៅក្នុងការទិញភេសជ្ជៈនៅពេលដែលយើងចុច run វាទៅគឺវានឹងនិយាយថាជំហានក្នុងការទិញភេសជ្ជៈអញ្ចឹងយើងអាចរៀបរាប់ប្រាប់ថាតើនៅក្នុងជំហាននៅក្នុងការទិញភេសជ្ជៈហ្នឹងមានអីគេខ្លះអញ្ចឹងដើម្បីចង់ឲ្យឆ្មានិយាយបន្តគឺយើងទាញកូដហ្នឹងមួយទៀតមកអញ្ចឹងដំបូងយើងធ្វើអីគេដំបូងបើកទ្វារចូលហាងអូខេឧទាហរណ៍អញ្ចឹងចុះបើកទ្វារចូលហាងបាទបន្ទាប់ពីបើកទ្វារចូលហាងអីទៀតអញ្ចឹងបើសិនជាយើងចង់ឲ្យវានិយាយអីផ្សេងទៀតយើងចាប់ទាញដាក់ទៀតមកបើកទ្វារចូលហាងមើលមីនុយយើងចង់ទិញកំងគេមើលមីនុយវាមកអូខេមើលមីនុយបន្តមកទៀតធ្វើអីទៀតបន្តមកទៀតយើងមើលមីនុយហើយយើងចង់បានអីយើងកំងមកកំងចាប់ផ្ដើមដាក់កំងមកកំងហើយយើងធ្វើមិនទៀតយើងបង់លុយគេមែនទេអូខេបង់លុយបន្តមកទៀតបានយើងទទួលបានភេសជ្ជៈភេសជ្ជៈអូខេអញ្ចឹងនៅពេលដែលយើងបានកូដប៉ុណ្ណឹងអញ្ចឹងយើងសាករានសាកមើលអូខេអញ្ចឹង sprite របស់យើងនឹងបង្ហាញពីជំហានមួយក្នុងការទិញភេសជ្ជៈអូខេអញ្ចឹងឃើញទេអញ្ចឹងនេះគឺជាកូដទូចមួយដែលបងប្អូនយកជាមូលដ្ឋានសម្រាប់ទៅធ្វើនៅលំហាត់ក្រោយទៀត